សិនបើជាម៉ាស៊ីនរបស់លោកគ្រូអ្នកគ្រូមានបញ្ហាដាច់ទឹកថ្នាំតែយើងគួរធ្វើដូចនេះសិន G30 វាមានបញ្ហាដាច់ទឹកថ្នាំអញ្ចឹងយើងមក clear ទឹកថ្នាំទាំងអស់គ្នាសម្រាប់លោកគ្រូអ្នកគ្រូដែលមានតម្រូវការព្រាងកស៊ូតូចធំឬក៏ sticker បបិទនិងមានលូកស៊ូតុបតែងខ្លាំងធ្វើអក្សរខុសភ្លើង LED LED design menu design manner និងតម្លើងជូន25ខេត្តក្រុងនិងផ្សាយបាន25ខេត្តក្រុងសម្រាប់លោកគ្រូដែលមានតម្រូវការអាចទៅបានតាមរយៈលេខ Telegram ឬមួយក៏ Facebook page ខាងលើបាទសូមអរគុណចឹងយើងមកមើលលើម៉ាស៊ីនរបស់យើងគឺយើងនឹងឃើញសញ្ញាសោ2ខាងលើហ្នឹងយើងចុចលើវាមួយមកបន្តមកយើងចុចសញ្ញាបូកឲ្យដល់លេខ10តមកយើងចុចពីថា start ឬមួយក៏ copy color ហ្នឹងមកចឹងបន្ទាប់ពីចុច start ហើយវានឹងចាប់ផ្ដើមដំណើរការបូមទឹកថ្នាំចឹងរយៈពេលដែលវាបូមទឹកថ្នាំហ្នឹងគឺប្រហែលជា7នាទីទៅ10នាទីចាំបន្ទាប់ពីការ click រួចរាល់ឥឡូវយើងមកតេស្តទាំងអស់គ្នាយើងចុចលើសញ្ញាសោបន្ទាប់មកយើងចុច start copy color អីហ្នឹងតមកវានឹងចេញกระดาษមួយស្លឹកគឺវានឹងបញ្ជាក់ថាពណ៌ហ្នឹងមកពេញឬក៏នៅតែដាច់បើសិនជាវានៅតែដាច់វាអាចមកពីបញ្ហាផ្សេងឬក៏មិនមែនមកពីបញ្ហាទឹកថ្នាំទេអញ្ចឹងគឺបើសិនមកខ្ញុំគឺវាចេញមកពណ៌វាស្អាតអញ្ចឹងន័យថាយើង clean មក 100%